សួស្តីប្រិមិត្តបងប្អូនគ្រប់មួយលោកតាលោកយាយពូមីងទាំងអស់គ្នាឥឡូវនេះយើងមកមើលការទូទាយបៀសម្រាប់ថ្ងៃសុក្រទី17ខែកក្កដាទាំងអស់គ្នាណាមកមើលជោគជតារិស័យប្រចាំថ្ងៃនិងទៅថ្ងៃអនាគតបើប្រិមិត្តបងប្អូនគ្រប់មួយលោកតាលោកយាយពូមីងទាំងអស់គ្នាមានចម្ងល់អីអាច comment បានណាចង់ទូទាយជោគជតារិស័យប្រចាំថ្ងៃនិងទៅថ្ងៃអនាគតអាចជ្រើសរើសស្លឹកបៀចាប់ពីស្លឹក7ដល់ស្លឹកអាត់គឺការ៉ូប៊ីជួងណាស្លឹកមួយណាក៏បានដែរឥឡូវនេះយើងមកមើលទាំងអស់គ្នាជួរទី1យើងទូទាយអំពីអ្នកដែលមកទាយផ្ទាល់ខ្លួនជួរទី2យើងទូទាយអំពីក្រុមគ្រួសារឪពុកម្ដាយបងប្អូនកូនចៅជួរទី3យើងទូទាយអំពីអាជីវកម្មការងារមុខរបររកទទួលទានប្រចាំថ្ងៃនិងជួរទី4យើងទូទាយអំពីអនាគតឥឡូវយើងមកមើលទាំងអស់គ្នាជួរទី1ស្លឹកទី1សម្រាប់អ្នកដែលមកទាយផ្ទាល់ខ្លួនគឺ10គឺ10គឺនេះតំណាងឲ្យជោគជ័យក្នុងអាជីវកម្មសុភមង្គលនៅក្នុងផ្ទះអាពាហ៍ពិពាហ៍ដ៏រីករាយឬក៏សហជីពសម្រាប់អ្នកដែលមកទាយផ្ទាល់ខ្លួនរីករាយជ័យជំនះសុភមង្គលនៅក្នុងក្រុមគ្រួសារ10គឺល្អណាស់ហើយសម្រាប់ក្រុមគ្រួសាររបស់យើងគឺជោគជ័យណាជោគជ័យក្នុងអាជីវកម្មផងសុភមង្គលនៅក្នុងផ្ទះផងក្នុងក្រុមគ្រួសារទាំងអស់ផងបាទឥឡូវយើងមកមើលស្លឹកទី2ស្លឹកទី2នេះគឺ7ការ៉ូ7ការ៉ូនេះតំណាងឲ្យការនិយាយឬក៏ដំណឹងដែលយើងនឹងទទួលបានណាអាស្រ័យទៅលើបៀដែលនៅចិត្តផងដែរវាបញ្ជាក់ពីការដំណឹងដែលយើងនឹងទទួលបានឥឡូវយើងទៅមើលបៀបន្ទាប់ទៀតតើយើងនឹងទទួលបានយ៉ាងណាណាដំណឹងដែលយើងទទួលបានគឺកតបការ៉ូនេះតំណាងឲ្យអ្នកនាំសារដែរអ្នករត់សម្បត្តិទាហានស្លៀកពាក់ឯកសណ្ឋានវាបង្ហាញពីព័ត៌មានដែលមានភាពវិជ្ជមានឬក៏អវិជ្ជមានអាស្រ័យទៅលើបៀដែលនៅចិត្តនឹងដែរបាទ7ការ៉ូជាដំណឹងដែរហើយកតបការ៉ូក៏ជាដំណឹងដែរដូច្នេះដំណឹងដែលយើងទទួលបានគឺ10គឺហ្នឹងបាទ10គឺបានន័យថាជោគជ័យក្នុងអាជីវកម្មសុភមង្គលនៅក្នុងផ្ទះគឺល្អទាំងអស់ណាសម្រាប់ស្ត្រីយុវជននឹងធ្វើជាវិធីជប់លៀងដែលគួរឲ្យចាប់អារម្មណ៍សម្រាប់បុរសមនុស្សដែលមានប្រយោជន៍អ្នកសហការកតបការ៉ូណាគឺអ្នកសហការអ្នកជួយទ្រាំទ្រជួយជ្រោមជ្រែងរកការងារឬក៏ប្រកបអាជីវកម្មអីគឺមានអ្នកជួយទ្រាំទ្រជួយណែនាំណាឥឡូវយើងមកមើលជួរទី2វិញទូទាយអំពីក្រុមគ្រួសារឪពុកម្ដាយបងប្អូនកូនចៅនៅក្នុងក្រុមគ្រួសាររបស់យើងស្លឹកទី1គឺ7ជួង7ជួងនេះតំណាងឲ្យចំនួនប្រាក់តិចតួចឬក៏ទ្រព្យសម្បត្តិតិចតួចវាក៏ណែនាំខាងសេវាកម្មដែលបង្ហាញពីមិត្តម្នាក់ផងដែរឥឡូវយើងមកមើលស្លឹកទី2វិញស្លឹកទី2គឺអត្រាការ៉ូដូច្នេះត្រូវប្រយ័ត្នប្រយែងអត្រាការ៉ូតំណាងឲ្យបុរសរៀបការរួចជាបុរសគ្រោះថ្នាក់ប្រអើតកតុំគ្មានសិលធម៌ជាបុរសរស់នៅតាមខេត្តវាក៏អាចតំណាងឲ្យការឆ្លុះបញ្ចាំងពីមិត្តភ័ក្តិផងដែរណាអាចជាមិត្តភ័ក្តិរបស់យើងសម្រាប់យុវជនជាគូប្រជែងសម្រាប់នារីវ័យក្មេងអ្នកល្បងឯកសណ្ឋានវាអាចមានប្រយោជន៍សម្រាប់អាជីវកម្មនិងស្ថានភាពការងាររបស់គេណាដូច្នេះត្រូវប្រយ័ត្នប្រយែងឲ្យមែនទែនស្លឹកទី3នេះគឺក្រមុំប៊ិចណាក្រមុំប៊ិចនេះត្រូវប្រយ័ត្នដូចគ្នាបាទអត្រាការ៉ូនិងក្រមុំប៊ិចនេះគឺប្រយ័ត្នដូចគ្នាណាក្រមុំប៊ិចតំណាងឲ្យស្ត្រីនៅលីវឬក៏មេម៉ាយឬក៏ជាស្ត្រីលេងលះទុច្ចរិតផិតក្បត់ភូតភរឬក៏មិត្តអាក្រក់ដែលស្វែងរកការធ្វើបាបវាប្រកាសអំពីការលំបាកឧបសគ្គជាច្រើនដែលហាក់ដូចមិនអាចឆ្លងកាត់បានដូច្នេះត្រូវប្រយ័ត្នប្រយែងឲ្យមែនទែនណានៅក្នុងក្រុមគ្រួសាររបស់យើងនេះកុំសូវជឿស្ត្រីនិងបុរសនឹងច្រើនពេកណាបាទឥឡូវនេះយើងមកមើលជួរទី3ទូទាយអំពីអាជីវកម្មនិងការងារមុខរបររកទទួលទានប្រចាំថ្ងៃវិញស្លឹកទី1
គឺអត្រាគឺនេះគឺល្អមែនទែនណាតំណាងឲ្យបុរសរីករាយនិងអាជីពល្អជាមិត្តស្មោះត្រង់លះបង់វាបង្ហាញពីភាពជោគជ័យទាំងក្នុងស្នេហាទាំងផ្នែកហិរញ្ញវត្ថុបាទអាជីវកម្មរបស់យើងគឺជោគជ័យណាស្នេហាក៏ជោគជ័យអាជីវកម្មក៏ជោគជ័យណាបាទទាំងស្នេហាទាំងផ្នែកហិរញ្ញវត្ថុលុយកាក់ប្រកបមុខរបររកទទួលទានថ្ងៃនេះគឺជោគជ័យណាបាទសម្រាប់ចរិតទី1ឥឡូវនេះយើងមកមើលចរិតទី2វិញចរិតទី2គឺ9ការ៉ូ9ការ៉ូនេះតំណាងឲ្យភាពយឺតយ៉ាវឧបទ្ទហេតុការរំខានគ្រប់ប្រភេទវានឹងចាំបាច់ត្រូវការប្រុងប្រយ័ត្នផងដែរបើមិនដូច្នោះទេអាចមានបញ្ហានិងការលំបាកបាទ9ការ៉ូណាដូច្នេះត្រូវប្រយ័ត្នប្រយែងក្នុងការប្រកបមុខរបររកទទួលទានប្រចាំថ្ងៃអាចមានឧបទ្ទហេតុអាចមានការយឺតយ៉ាវផងដែរបាទឬក៏ការរំខានអ្វីមួយឥឡូវយើងមកមើលស្លឹកទី3វិញស្លឹកទី3គឺកតិបបិចកតិបបិចនេះតំណាងឲ្យបុរសច្រើនតែមានពណ៌ត្នោតឬក៏ត្នោតខ្មៅដោយមិនមានភាពស្មោះត្រង់ច្រើនតែមានជំនឿអាក្រក់ទុច្ចរិតមិនស្មោះត្រង់ដែលត្រូវប្រុងប្រយ័ត្នវាក៏មានន័យផងដែរការផិតក្បត់ការច្រណែនហើយនៃភ័យនៃការបែកបាក់ផងដែរវាបង្ហាញពីភាពទុច្ចរិតភាពមិនច្បាស់លាស់ពន្ធនាគារជាដើមណាដូច្នេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់បុរសនេះណាហើយក្នុងការប្រកបមុខរបរថ្ងៃនេះគឺជោគជ័យហើយប៉ុន្តែត្រូវតែប្រយ័ត្នបុរសផងបាទគឺមានបុរសមានគំនិតអាក្រក់បាទទុច្ចរិតមិនស្មោះត្រង់ជាមួយយើងណាហើយក្នុងការចេញដំណើរទៅរកទទួលទានថ្ងៃសុក្រទី17ខែកក្កដានេះគឺយើងចេញដំណើរពីម៉ោង6ភ្លឺ01ឬក៏ម៉ោង8:24នាទីនៅពេលល្ងាចគឺម៉ោង6ដូចគ្នាណាម៉ោង6:01ដូចគ្នាឬក៏ម៉ោង8ល្ងាចណា24ដូចគ្នាបាទឥឡូវនេះយើងមកមើលជួរទី4ទូទាយអំពីអនាគតវិញស្លឹកទី1គឺ7កើ7គឺនេះតំណាងឲ្យមិត្តស្មោះត្រង់លះបង់ជាមិត្តល្អសុភមង្គលស្ងប់ស្ងាត់អភិភិពាលុយកាក់នាពេលខាងមុខបាទគឺល្អសម្រាប់អនាគតណាសម្រាប់នារីវ័យក្មេងរៀបការជាមួយបុរសដែលនឹងចង់បានសម្រាប់បុរសភាពស្មោះត្រង់របស់គាត់នឹងមានអភិភិពាតាមបំណងប្រាថ្នារបស់គាត់ផងដែរវាដែលនៅចិត្តវាបញ្ជាក់ពីខ្លឹមសារអតិពលអាក្រក់ល្អយ៉ាងណាណាឥឡូវយើងទៅមើលវាដែលនៅចិត្តផងដែរស្លឹកទី2គឺ10ជួងបាទទៅថ្ងៃអនាគតគឺ10ជួងនេះគឺតំណាងឲ្យភាពជោគជ័យផ្នែកហិរញ្ញវត្ថុភាពរុងរឿងនៅក្នុងផ្ទះគឺល្អវិសេសវិសាលមែនទែនណាទៅថ្ងៃអនាគតគឺជោគជ័យផ្នែកហិរញ្ញវត្ថុផងភាពរុងរឿងនៅក្នុងផ្ទះផងវាក៏បង្ហាញពីការសុំបំណុលនិងប្រាក់កម្ចីផងដែរបាទគឺល្អមែនទែនសម្រាប់ថ្ងៃអនាគតឥឡូវយើងមកមើលស្លឹកទី3វិញគឺ9កើណា9កើនេះតំណាងឲ្យជោគជ័យជ័យជំនះលើមាសសត្រូវលទ្ធផលដ៏រីករាយក្នុងវិវាទការប្តឹងក្តីស្នេហាជាបៀននៃភាពជោគជ័យភាពរីករាយផ្សេងវាប្រកាសអំពីការបញ្ចប់នៃបញ្ហានិងការរំខានបាទគឺទៅថ្ងៃអនាគតគឺបញ្ចប់បញ្ហាទាំងអស់ណាអត់មានបញ្ហាអីទេគឺជោគជ័យទាំងអស់ណាឈ្នះលើមាសសត្រូវទាំងអស់បាទលុយកាក់ក៏មានឈ្នះលើមាសសត្រូវទាំងអស់ក៏មានបាទគឺល្អទៅថ្ងៃអនាគតបាទសម្រាប់ថ្ងៃសុក្រទី17ខែកក្កដាឥឡូវនេះយើងមកមើលបុរសនិងស្ត្រីដែលកើតថ្ងៃសុក្រទី17ខែកក្កដាវិញម្ដងបើប្រិយមិត្តបងប្អូនកូនមួយជួយទ្រាំទ្រ Channel របស់ខ្ញុំចុចលើ Super Seng និង Super Sticker ម្នាក់មួយណាកុំភ្លេចជួយ Subscribe ចុច Like និង Share ឲ្យបងប្អូនកូនមួយយើងបានដឹងទាំងអស់គ្នាណាឥឡូវយើងមកមើលស្ត្រីដែលកើតថ្ងៃសុក្រទី17ខែកក្កដាវិញម្ដងស្លឹកទី1យើងទូទាយអំពីអតីតកាលរបស់គាត់ណាអតីតកាលគឺ7កើសម្រាប់ស្ត្រីដែល
កើតថ្ងៃសុក្រទី17ខែកក្កដា7កើនេះពីអតីតកាលរបស់គាត់គឺតំណាងឲ្យមិត្តស្មោះត្រង់លះបង់សុភមង្គលស្ងប់ស្ងាត់អាពាហ៍ពិពាហ៍ពីអតីតកាលនារីរៀបការជាមួយបុរសដែលនឹងចៅបានណាពីអតីតកាលរបស់គាត់បើបុរសគឺភាពស្មោះត្រង់របស់គាត់នឹងមានអាពាហ៍ពិពាហ៍ផងដែរឥឡូវនេះយើងមកមើលបច្ចុប្បន្នកាលវិញសម្រាប់ស្ត្រីបច្ចុប្បន្នកាលគឺនឹងជួបបុរសណានឹងជួបគូព្រេងរបស់គាត់បើគាត់មិនទាន់មានគូព្រេងទេគាត់នឹងជួបគូព្រេងរបស់គាត់គឺអតាគឺនេះហើយបាទបុរសរីនឹងអាជីពល្អជាមិត្តស្មោះត្រង់លះបង់បើគាត់មានគូព្រេងហើយគាត់នឹងជួបមិត្តស្មោះត្រង់ណាលះបង់វាបង្ហាញពីភាពជោគជ័យទាំងក្នុងស្នេហាទាំងផ្នែកហិរញ្ញវត្ថុបាទបច្ចុប្បន្នកាលគឺល្អបើគាត់មិនទាន់មានគូទេគាត់នឹងជួបគូសកលរបស់គាត់ណាគឺល្អគូសកលរបស់គាត់នេះគឺជាបុរសដែលមានអាជីពល្អជាមិត្តស្មោះត្រង់លះបង់បង្ហាញពីភាពជោគជ័យទាំងក្នុងស្នេហាទាំងផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រីណាគឺល្អមែនទែនសម្រាប់បច្ចុប្បន្នកាលឥឡូវនេះយើងទៅមើលអនាគតកាលវិញទៅថ្ងៃអនាគតគឺ9គឺគឺជោគជ័យដូចគ្នាណាដូចមិនដែរគឺជោគជ័យលើមានសត្រូវលទ្ធផលដ៏រីករាយក្នុងវិវាទការប្តឹងក្តីស្នេហាជាបៀនៃភាពជោគជ័យផងដែរភាពរីករាយផ្សេងៗវាប្រកាសអំពីការបញ្ចប់នៃបញ្ហានិងការរំខានបាទសម្រាប់ស្ត្រីគឺល្អមែនទែនណាឥឡូវនេះយើងមកមើលបុរសវិញម្ដងសម្រាប់បុរសដែលកើតថ្ងៃសុក្រទី17ខែកក្កដាស្លឹកទី1យើងទូទាអំពីអតីតកាលរបស់គាត់បាទសម្រាប់បុរសណាអតីតកាលរបស់គាត់គឺកតបិចនេះតំណាងឲ្យបុរសច្រើនតែមានពលថ្នោតឬក៏ថ្នោតខ្មៅដោយមិនមានភាពស្មោះត្រង់ច្រើនតែមានជំនឿអាក្រក់ទុច្ចរិតមិនស្មោះត្រង់ដែលត្រូវប្រុងប្រយ័ត្នផងដែរណាវាក៏មានន័យផងដែរការផិតក្បត់ការច្រណែនហើយនៃភ័យនៃការបែកបាក់វាបង្ហាញពីភាពទុច្ចរិតភាពមិនច្បាស់លាស់ពន្ធនាគារជាដើមបាទពីអតីតកាលរបស់គាត់ឥឡូវនេះយើងមកមើលបច្ចុប្បន្នកាលវិញបច្ចុប្បន្នកាលនឹងជួប10ប៊ិចណា10ប៊ិចនេះតំណាងឲ្យទុកព្រួយឬក៏មិត្តខ្លាំងខ្លាយបញ្ហាជាមួយឪពុកម្ដាយការជប់ពន្ធនាគារជាដើមណាដូច្នេះត្រូវប្រយ័ត្នប្រយែងឲ្យមែនទែនក្នុងការធ្វើដំណើរមកណាឬក៏ប្រកបមុខរបរអាជីពអីមួយមិនស្មោះត្រង់ណាមិនល្អត្រូវប្រុងប្រយ័ត្នណាបៀននេះស្លឹកបៀនដែលនៅចិត្តវាបញ្ជាក់ពីភាពទុកព្រួយតកតងនឹងហិរញ្ញវត្ថុអាចតកតងណារឿងរ៉ាវហ្នឹងវាអាចតកតងនឹងហិរញ្ញវត្ថុអាចតកតងនឹងអារម្មណ៍សុខភាពអាជីវកម្មការងារវាបង្ហាញពីលបឿនផងដែរអាចមានភាពយឺតយ៉ាវណា10ប៊ិចហ្នឹងវាមានច្រើនបាទបងប្អូនប្រិយមិត្តកូនក្មួយទាំងអស់អាចសម្គាល់ខ្លួនឯងណាអាចជាមិត្តភ័ក្តិខ្លាំងអាចជាបញ្ហាជាមួយឪពុកម្ដាយបាទឬក៏មានភាពទុកព្រួយឬក៏ទុកព្រួយតកតងនឹងហិរញ្ញវត្ថុអារម្មណ៍សុខភាពអាជីវកម្មការងារផងដែរណាបាទឬក៏មានការយឺតយ៉ាវក្នុងការស្វែងរកការងារធ្វើឬក៏ការរត់ក្តារស្នាមអីគឺមានអាចភាពយឺតយ៉ាវផងដែរឥឡូវនេះយើងមកមើលអនាគតវិញទៅថ្ងៃអនាគតណាទៅថ្ងៃអនាគតគឺក្រមុំប៊ិចនេះតំណាងឲ្យស្ត្រីនៅលាវឬក៏មេម៉ាយជាស្ត្រីលេងលះផងដែរជាស្ត្រីទុច្ចរិតផិតក្បត់ភូតភរឬក៏មិត្តអាក្រក់ដែលស្វែងរកការធ្វើបាបណាវាប្រកាសអំពីការលំបាកឧបសគ្គជាច្រើនដែលហាក់ដូចមិនអាចឆ្លងកាត់បានដូច្នេះត្រូវប្រយ័ត្នប្រយែងឲ្យមែនទែនសម្រាប់បច្ចុប្បន្នកាលនិងអនាគតកាលណាមិនសូវល្អទេសម្រាប់បុរសដែលកើតថ្ងៃសុក្រទី17ខែកក្កដាត្រូវទៅអាសាទៅធ្វើបុណ្យធ្វើទានណាបាទស្រោចទឹកស្រោចអីផងបាទមិនសូវល្អទេក្នុងរយៈពេលនេះណាឥឡូវការទូទាយរបស់ខ្ញុំបានបញ្ចប់សពគ្រប់អស់ហើយប្រិយមិត្តបងប្អូនកូនក្មួយលោកតាលោកយាយពូមីទាំងអស់គ្នាកុំភ្លេចជួយ Subscribe ចុច Like និង Share ម្នាក់មួយផងជួយទ្រាំទ្រ Channel របស់ខ្ញុំចុចលើ Super Chat Super Thanks និង Super Sticker បាទជូនពរសំណាងល្អសុខភាពល្អធ្វើដំណើរឲ្យមានសុវត្ថិភាពទាំងអស់គ្នាជម្រាបលាបាយបាយ